Facebook គឺយើងលេងជាលក្ខណៈផ្ទាល់ខ្លួនអញ្ចឹងវាអត់មានអីត្រូវ profile យើងគឺលាក់បាំងអីទេបាទកុំឲ្យតែយើងចែកម្លែកព័ត៌មានទីតាំងរបស់យើងព័ត៌មានអីផ្សេងៗនៅលើ Facebook ខ្ញុំគិតថាវាអត់ចាំបាច់ដែរត្រូវថាដាក់រូបភាពអញ្ញេអញ្ញៃបាទហ្នឹងហើយជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាខានជួបគ្នាយូរហើយថ្ងៃនេះខ្ញុំនឹងមានរឿងដែលមកចង់ចែករំលែកជាមួយនឹងបងប្អូនទាំងអស់គ្នាអំពីការបិទaccount Facebook បាទការបិទ account Facebook គឺខ្ញុំបានជំរាបជូនបងប្អូនប្រហែលជា2-3វីដេអូហើយបញ្ហាដែលបានជួបនៅថ្ងៃនេះគឺមានបងប្អូនដែលគាត់ប្រហែលជា2-3នាក់ដែលគាត់ផ្ញើសារមកក្នុង Telegram របស់ខ្ញុំសូមឲ្យខ្ញុំជួយដោះ account គាត់ដែលគាត់ធ្វើ disable ត្រឹមតែ Facebook disable ទេហើយបញ្ហានេះគឺខ្ញុំក៏ជួបដូចគ្នាប៉ុន្តែការ disable account ខ្ញុំគឺគេទុកពេលឲ្យ appeal ឲ្យយើង upload អត្តសញ្ញាណប័ណ្ណក៏ដូចជាធ្វើការ verify មុខបាទតែខ្ញុំអត់ដឹងថា Facebook បងប្អូនទាំងអស់គ្នាគឺ Facebook បិទយកហ្មងឬក៏ពមៀនចេញសារពមៀនឬក៏ lock account ដូចខ្ញុំទេបាទនៅខែប្រហែលជាខែមុនហ្នឹងគឺ Facebook គឺរៀងរាល់ល្ងាចគឺគាត់បាន lock account ខ្ញុំហើយគាត់ឲ្យខ្ញុំ appeal ឲ្យខ្ញុំប្តឹងតវ៉ាដោយការថតរូបរបស់យើងផ្ទាល់ហើយបន្ទាប់មកទៀតគឺយើង step មួយទៀតគឺ step ដែលយើង verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណហើយសោកស្ដាយដែរដោយ account Instagram ខ្ញុំដែលខ្ញុំបាន link ជាមួយនឹង Facebook ហ្នឹងគឺខ្ញុំអត់អាចយកមកវិញបានទេបាទគឺក្រុមហ៊ុន Instagram គឺ disable account ខ្ញុំរហូតហ្មងគឺខ្ញុំអត់អាចប្តឹងតវ៉ាបានទេបាទហើយចំណែកនៅថ្ងៃនេះគឺមានបញ្ហាដែលមានប្អូនស្រីម្នាក់ដែលគាត់ឲ្យខ្ញុំជួយដោះ account disable របស់គាត់ប៉ុន្តែខ្ញុំក៏បានប្រាប់ទៅគាត់វិញថាការដោះ account នេះគឺมันអាចគឺរបៀបថា50-50គឺយើងត្រូវរងចាំសិនតើក្រុមហ៊ុន Meta គាត់ផ្ញើអីមក email ដែលយើងបានប្តឹងហ្នឹង appeal ទៅ Meta Business ហ្នឹងហើយខ្ញុំគិតថាបញ្ហានេះគឺកើតឡើងច្រើនចំពោះបងប្អូនដែលគាត់កំពុងតែប្រើ Facebook មិនថាខ្ញុំមិនថាគេទេដូចជាខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងគឺ block account ខ្ញុំ Facebook ខ្ញុំប៉ុន្តែខ្ញុំអាចយកមកវិញបានអាចប្រើប្រាស់បានដល់ឥឡូវប៉ុន្តែ Instagram របស់ខ្ញុំដែលខ្ញុំបាន link ជាមួយនឹង Facebook ហ្នឹងគឺអត់អាចយកមកវិញបានទេហើយឥឡូវខ្ញុំក៏បង្កើត account Instagram ថ្មីទៅបាទអញ្ចឹងខ្ញុំនឹងលើកយកមូលហេតុសំខាន់ក៏ដូចជាដំណោះស្រាយថ្មីសម្រាប់បងប្អូនគួរតែជៀសវាងបាទហើយបើសិនជា account បងប្អូនទាំងអស់គ្នាគាត់ disable គាត់យកមកវិញអត់កើតទេគឺមានតែជំរើសចុងក្រោយទេគឺយើងបង្កើត account ថ្មីហើយចំពោះការបង្កើត account Facebook គឺខ្ញុំ recommend ខ្ញុំផ្ដល់យោបល់ថាត្រូវបង្កើតជាមួយនឹង Gmail ឬក៏ Yahoo ក៏បានដែរយើងបើសិនជាយើងបង្កើតលេខទូរស័ព្ទយើងអាចចូលទៅក្នុង Facebook យើងដូរទៅជា email បានប៉ុន្តែការសម្រាប់ការបង្កើត Facebook ដោយប្រើលេខទូរស័ព្ទគឺយើងមិនគួរប្រើទេព្រោះថាលេខទូរស័ព្ទយើងពេលខ្លះក៏ត្រូវការដូរអីចឹងណាអញ្ចឹងពេលដែលយើងដូរលេខទូរស័ព្ទហើយយើងអត់បាន lock out account យើងឬក៏យើងអត់បានដូរ email ទេគឺវាធ្វើឲ្យពិបាកនៅក្នុងការចូលទៅក្នុង Facebook យើងបាទអញ្ចឹងហើយ recommend បើសិនជាយើងបង្កើត Facebook ថ្មីគឺយើងត្រូវតែបង្កើតជាមួយនឹង Gmail បាទហើយនឹងប្រើ two factor ដើម្បីការពារ account របស់យើងពីការលួច hack យកពីពួក hacker អញ្ចឹងណាបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមានមូលហេតុមួយចំនួនហើយនឹងដំណោះស្រាយសម្រាប់បងប្អូនដែលគាត់ចាប់ផ្ដើមបង្កើត Facebook account ក៏ដូចជា Facebook page បាទយើងគួរតែចាប់ផ្ដើមរបៀបណាដើម្បីកុំឲ្យFacebook disable account របស់យើងម្ដងទៀតបាទចំណុចទី1ដែលសំខាន់ជាងគេដែលយើងត្រូវធ្វើគឺការដាក់ឈ្មោះ Facebook បាទខ្ញុំមើលឃើញថាការដាក់ឈ្មោះ Facebook ភាគច្រើនបងប្អូនដែលគាត់ទៅតែបង្កើត account ឬក៏គាត់មាន account ច្រើនគឺគាត់អត់សូវប្រើឈ្មោះពិតនៅក្នុងអត្តសញ្ញាណប័ណ្ណទេបងប្អូនទាំងអស់គ្នានៅសម័យឆ្នាំ2026នេះគឺបច្ចេកវិទ្យាជាពិសេសក្រុមហ៊ុន Meta គឺ update ខ្លាំងមែនទែនបាទអញ្ចឹងរាល់ការបង្កើត Facebook គឺ profile Facebook របស់យើងគឺ recommend បងប្អូនទាំងអស់គ្នាគឺប្រើនៅឈ្មោះពិតដូចអត្តសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងអត្តសញ្ញាណប័ណ្ណរបស់យើងទៅសេជាភាសាអង់គ្លេសមិនយើងទៅសេនៅក្នុងឈ្មោះ Facebook profile យើងអញ្ចឹងទៅបើសិនជាយើងដាក់ឈ្មោះជាខ្មែរឬក៏ដាក់អង់គ្លេសគឺដាក់ឲ្យត្រូវអក្ខរាវិរុទ្ធនៅក្នុងអត្តសញ្ញាណប័ណ្ណទៅ
បើសិនជាលក្ខខណ្ឌណាមួយដែល Facebook ឲ្យយើង verify ពីអត្តសញ្ញាណប័ណ្ណយើងគឺឈ្មោះរបស់យើងក៏ត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណយើងគឺយើងងាយស្រួលនៅក្នុងការយក account Facebook នឹងមកវិញហើយចំណែក page គឺអត់មានបញ្ហាទេយើងដាក់ឈ្មោះអីឈ្មោះទៅតាមតម្រូវការហើយនឹងទៅតាមអីដែលយើងចង់បានគឺអត់មានបញ្ហាទេបញ្ហាគឺមានតែ Facebook profile មួយទេដែលយើងត្រូវតែដាក់ឈ្មោះពិតជាចាំបាច់ហើយចំណុចមួយទៀតមិនត្រឹមតែដាក់ឈ្មោះពិតទេក៏ត្រូវដាក់រូប account ពិតដែរភាគច្រើននៅក្នុង Facebook ខ្ញុំឃើញមានការដាក់រូបដូចជារូបអីផ្សេងៗដូចជាមិនមែនមនុស្សរូបតុក្កតារូបទេសភាពរូបអីចឹងទៅបើអញ្ចឹង Facebook គឺប្រើ AI ចាប់អញ្ចឹងបើសិនជាយើងដាក់បែបហ្នឹងគឺ Facebook នឹងគិតថាយើងជា account spam បាទ account ដែលគេបង្កើតច្រើនដើម្បីរកទៅទិសដៅអីផ្សេងៗអញ្ចឹងណាអញ្ចឹងចំណុចសំខាន់ទី1នេះគឺការដាក់ឈ្មោះរបស់យើងឲ្យត្រូវនឹងឈ្មោះអត្តសញ្ញាណប័ណ្ណបាទអត់មានដាក់ដូចបងប្អូន Gen Z គាត់ដាក់តពីផ្ដេសផ្ដាស់អញ្ចឹងណាហ្នឹងហើយចំណុចសំខាន់ទី2គឺជា community standard បានន័យថាយើងគោរពគោលការណ៍របស់ Facebook គោរពយ៉ាងម៉េចការផុសការ share ឬក៏យើងសរសេរអត្ថបទអីដែលមានន័យរើសអើងឬក៏ភាសាអង់គ្លេសគេហៅថា hate speech សំអប់បាទអញ្ចឹងកន្លែងហ្នឹងគឺ Facebook ចាប់មែនតើពេលខ្លះយើង share ទៅយើងអត់ដឹងទេរូបដូចជារូបកាប់ចាក់រូបចោលប្លន់ធាតុកម្មឬក៏យើងសរសេរcaption អីមួយដែលវាប៉ះពាល់ដែលធ្វើឲ្យ Facebook ចាប់អញ្ចឹងសួរថា Facebook ស្គាល់ភាសាខ្មែរដែរបាទសម័យ AI អញ្ចឹងបានន័យថា Facebook គឺគាត់ប្រើបច្ចេកវិទ្យា AI សម្រាប់ចាប់ caption យើងសម្រាប់ចាប់នៅអ្វីដែលយើង share សម្រាប់តាមដាននៅ profile Facebook របស់យើងតើមានផុសអីដែលខុសគោលការណ៍ទេបាទផុសរូបអំពើហិង្សាមានឈាមមានអីហើយចំណុចមួយទៀតគឺដូចជារូបភាពអាភាសដូចជាវីដេអូដែលមិនសមរម្យអីអស់ហ្នឹងក៏ធ្វើឲ្យ Facebook ចាប់ថាជាការខុសគោលការណ៍របស់ Facebook ដែរបាទហើយចំណុចទី3គឺ spam ទាំងអស់គ្នាស្គាល់ spam ហ្នឹងបានន័យថាសកម្មភាពដែលយើងធ្វើដដែលដែលវាដូចថាវាអត់ប្រយោជន៍អញ្ចឹង Facebook ក៏ចាប់ដែរថា account យើងជា account spam ឬក៏អត់ហើយសកម្មភាពដែល Facebook ចាត់ទុកថា account យើងគឺជា account ដែលក្លែងបន្លំ spam គឺដូចជាបើយើង comment ពាក្យដដែលយើង add friend មនុស្សច្រើនក្នុងពេលតែមួយហើយរបៀបថា share like ដូចថាមួយថ្ងៃច្រើនដងអីចឹងណាអញ្ចឹងគឺអានេះគឺជា special action បានន័យថាសកម្មភាពដែលគួរឲ្យសង្ស័យអញ្ចឹងចង់ Facebook ក៏អាច disable account របស់យើងបានដែរហ្នឹងហើយចំណុចមួយទៀតគឺករណីថា Facebook អាចគិតថា account យើងគឺត្រូវបានគេ hack ដោយសារអីដោយសារឥឡូវគឺមានការរកស៊ីនៅលើ Facebook ច្រើនដែលយើងបង្កើតករណីច្រើនយើងធ្វើ VPN ណាបាទយើង log in តាម VPN បាទបានន័យថា VPN យើងដាក់គោលដៅយើងដាក់ទីតាំងនៅក្រៅប្រទេសអញ្ចឹងម្ដង account យើង log នៅស្រុកខ្មែរម្ដង account យើងទៅ log ទៅដល់ Indonesia នៅអាមេរិកនៅអីចឹងទៅអញ្ចឹងបាទ Facebook គិតថា account របស់យើងប្រកាសជាមានអ្នក hack ហើយព្រោះថា location យើង log ម្ដងនៅខ្មែរម្ដងនៅក្រៅស្រុកធ្វើឲ្យ Facebook គិតថា account របស់យើងមិនប្រក្រតីហើយអាច disable account របស់យើងបានដែរបាទចំណុចចុងក្រោយគឺ recommend បងប្អូនទាំងអស់គ្នាគឺយើងម្នាក់គួរតែប្រើ account Facebook តែមួយបានហើយបើសិនសួរថាអាចបង្កើត2បានទេបាន3បានទេបានប៉ុន្តែនៅពេលថ្ងៃណាមួយដែលយើងមានបញ្ហាយើងលុកចេញលុកចូលមានបញ្ហាឬក៏បញ្ហាដែលខ្ញុំបានរៀបរាប់ខាងលើដូចជាលុក account ច្រើនដងក្នុងពេលតែមួយលុកចេញលុកចូលអីចឹងណាអញ្ចឹងបើសិនជា Facebook ចាប់បានគឺអាចមានបញ្ហាគឺបិទ account ចោលទាំងអស់តែម្ដងអញ្ចឹងគឺ recommend មែនតើ account មួយគឺប្រើតែម្នាក់បានហើយបាទហើយមួយទៀតការឲ្យ account ទៅអ្នកដទៃប្រើប្រាស់បាទនេះក៏មិនសូវជាល្អប្រហែលដែរបន្ថែមចំណុចចុងក្រោយមួយទៀតគឺការដាក់សោសុវត្ថិភាព2តង់បាទ2ជាន់2តង់ហ្នឹងបាទគឺយើងត្រូវតែធ្វើហើយពេលខ្លះអ្នកខ្លះ Facebook គាត់បិទ account ដោយមិនដឹងខ្លួនថាអូបង Facebook ខ្ញុំគឺខ្ញុំអត់ដែលបានធ្វើអីទេអត់ដែលបាន share អីទេ
តែជួនកាលយើងធ្វើខុសគោលការណ៍ដែលខ្ញុំរៀបរាប់ប្រមាណខាងលើហ្នឹងដោយអត់ដឹងខ្លួនអញ្ចឹងសម្រាប់បងប្អូនដែលមើលវីដេអូរបស់ខ្ញុំសង្ឃឹមថាជាប្រយោជន៍ដល់បងប្អូនហើយបើសិនជា account របស់បងប្អូនប្តឹងជំទាស់គឺអត់បានមកវិញទេខ្ញុំ recommend ឲ្យបង្កើត account ថ្មីហ្មងទៅហើយធ្វើដូចខ្ញុំណែនាំអញ្ចឹងបង្កើត Facebook ដាក់ឈ្មោះពិតតាមអត្តសញ្ញាណប័ណ្ណដាក់ profile ហ្នឹងរូបពិតមុខពិតអីអញ្ចឹងទៅបាទកុំដាក់រូបតុក្កតាដាក់រូបមនុស្សឬក៏ស្រមោលអីខ្មៅនិយាយរួមទៅ Facebook គឺយើងលេងជាលក្ខណៈផ្ទាល់ខ្លួនអញ្ចឹងវាអត់មានអីត្រូវ profile យើងគឺលាក់បាំងអីទេបាទកុំឲ្យតែយើងចែកម្លែកព័ត៌មានទីតាំងរបស់យើងព័ត៌មានអីផ្សេងៗនៅលើ Facebook ខ្ញុំគិតថាវាអត់ចាំបាច់ត្រូវថាដាក់រូបភាពអញ្ញៃអញ្ញៃអញ្ចឹងខ្ញុំនៅតែនិយាយដដែលគឺស្នើសុំឲ្យបងប្អូនទាំងអស់គ្នាលេង Facebook ដាក់ឈ្មោះពិតមកបាទអញ្ចឹងសង្ឃឹមថាវីដេអូរបស់ខ្ញុំនៅថ្ងៃនេះជាប្រយោជន៍សម្រាប់បងប្អូនកុំភ្លេច Subscribe Channel របស់ខ្ញុំមួយផងហើយបើសិនជាមានសំណួរអីអាចសួរនៅក្នុងខ្ទង់ Comment ឬក៏អាចឆាតមកតាមលេខ Telegram ផ្ទាល់ខ្លួនខ្ញុំហើយខ្ញុំនឹងព្យាយាមរងចាំជួយបងប្អូនតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នា